ឯមានឃើញច្បាស់ថាគាត់ជានរណាទេគាត់គឺស៊ីហួងជានរណាគឺដូចជាហាន់ស៊ីងបាយឈីចៅយ៉ាហ្វូរបស់យើងចឹងពេលតែគាត់វាយប្រហារតុងជ័រជាមួយពុកឯងមិនទាន់កើតមកអកស៊ីហួងម្នាក់ស្មើនឹងឆៅចាំងឯងដកនេះបិតាបុតសុំទោសបិតាសុំទោសយើងបានប្រយោជន៍នេះ